ម៉ានេរ៉ាត់បានក្អួតចេញសុទ្ធពីក្របចូលទៅក្នុងពោះនាងណាំវ៉ាគាត់មានការខឹងជាខ្លាំងក៏បញ្ជាឲ្យទាហានចាប់ខ្លួននាងម៉ានេរ៉ាត់យកទៅឃុំក្នុងរូងភ្នំនៃភៀកខាងត្បូងនៅថ្ងៃដែលនាងសម្រាលកូនរឿងដែលនឹកស្មានមិនដល់គឺនាងបានសម្រាលសុទ្ធចំនួន2មួយមានពណ៌សនិងមួយទៀតមានពណ៌ខ្មៅបានសម្រេចចិត្តចិញ្ចឹមពណ៌សចំណែកពណ៌ខ្មៅនាងបានមកខំចិត្តទុកចោលនៅក្នុងព្រៃនៅក្នុងអាណាចក្រក្រំបាត់សមុទ្រដ៏អធិកំបាំងមានកូនស្រីរបស់ស្ដេចនាងមានឈ្មោះថាម៉ានេរ៉ាត់នាងមានសម្រស់ស្រស់ស្អាតទេវតានៅឋានសួគ៌ក៏លងនឹងសម្រស់នាងដែរនាងមានចិញ្ចើមដូចត្បូងមរកតភ្លឺភ្នែកពណ៌ខៀវរបស់នាងដូចទឹកសមុទ្រនិងសក់វែងហូរដូចទឹកជ្រោះម៉ានេរ៉ាត់លួចស្រឡាញ់បរិសម្នាក់រូបសម្រស់ស្រស់ស្អាតឈ្មោះរបស់គេគឺអរុណរះគាត់រស់នៅភូមិផាជុងក្បែរមាត់សមុទ្រនាងបានមកលេងនៅលើមាត់សមុទ្រក្បែរភូមិនោះអរុណរះបានឃើញនាងម៉ានេរ៉ាត់មកលេងនៅមាត់សមុទ្រជាច្រើនដងថ្ងៃមួយអរុណរះបានសម្រេចចិត្តចូលទៅសារភាពប្រាប់នាងម៉ានេរ៉ាត់ថាខ្លួនបានលួចស្រឡាញ់នាងជាយូរហើយពួកគេទាំងពីរបានផ្ដោតការស្រឡាញ់គ្នាទៅវិញទៅមកអស់ជាយូរខែមកហើយនាងម៉ានេរ៉ាត់បានមានផ្ទៃពោះប៉ុន្តែនាងខ្លាចថាលោកឪពុករបស់នាងដែលជាស្ដេចនាងបានដឹងអំពីរឿងនេះនាងបានគិតរកវិធីលាក់ថ្ងៃមួយម៉ានេរ៉ាត់បានមកមាត់សមុទ្រក្បែរភូមិផាជុងម្ដងទៀតនាងបានឃើញនារីម្នាក់ឈ្មោះណាំវ៉ាកំពុងដើររកអស់នៅក្នុងព្រៃនាងម៉ានេរ៉ាត់បានប្រើមន្តអាគមផ្លុំធ្វើឲ្យនាងណាំវ៉ាសន្លប់នាងធ្វើបែបនេះក៏ដើម្បីមានឱកាសបដូរឲ្យនាងណាំវ៉ាមានផ្ទៃពោះជំនួសនាងបន្ទាប់មកម៉ានេរ៉ាត់បានក្អួតចេញសុទ្ធពីក្របចូលទៅក្នុងពោះនាងណាំវ៉ាក្នុងពេលនោះដែរនាងម៉ានេរ៉ាត់ក៏បានផ្ដល់មាសប្រាក់ជាច្រើនដល់នាងណាំវ៉ាដែលជាធ្នូតបស្នងដល់នាងណាំវ៉ាដែលមើលថែកូនជំនួសនាងម៉ានេរ៉ាត់បានត្រឡប់ទៅខាងក្រោមនៃបាតសមុទ្ររបស់នាងវិញនាងណាំវ៉ាពេលដែលដឹងខ្លួនឡើងវិញនាងឃើញមាសប្រាក់ជាច្រើននៅក្បែរនាងតក់ស្លុតជាខ្លាំងនៅពេលដែលឃើញមាសប្រាក់ជាច្រើននាងគិតថាព្រះជាម្ចាស់បានជូនមកនាងណាំវ៉ាបានយកមាសប្រាក់ដែលមានតម្លៃទាំងនោះយកមកផ្ទះថ្ងៃមួយស្ដេចនាងដែលជាឪពុករបស់ម៉ានេរ៉ាត់បានដឹងរឿងម៉ានេរ៉ាត់លួចស្រឡាញ់មនុស្សធម្មតាហើយមានកូនគាត់មានការខឹងជាខ្លាំងក៏បញ្ជាឲ្យទាហានចាប់ខ្លួននាងម៉ានេរ៉ាត់យកទៅឃុំក្នុងរូងភ្នំនៃភៀកខាងត្បូងអរុណរះមិនបានឃើញប្រពន្ធមករកខ្លួនទៀតគាត់គិតថានាងម៉ានេរ៉ាត់ប្រហែលជាលែងស្រឡាញ់គាត់ទៀតហើយដូច្នេះគាត់បានផ្លាស់ទៅមានគ្រួសារថ្មីនាងម៉ានេរ៉ាត់ត្រូវបានគេចាប់ដាក់ក្នុងរូងភ្នំនាងមានការសោកសៅជាខ្លាំងហើយនឹកកូននិងប្តីរបស់នាងណាស់ងាកមកមើលនាងណាំវ៉ាមានផ្ទៃពោះអពុទ្ធហេតុដោយមិនដឹងមូលហេតុអ្វីឡើយព្រោះនាងមិនធ្លាប់មានប្តីពីមុនមកទេនៅថ្ងៃដែលនាងសម្រាលកូនរឿងដែលនឹកស្មានមិនដល់គឺនាងបានសម្រាលសុទ្ធចំនួន2មួយមានពណ៌សនិងមួយទៀតមានពណ៌ខ្មៅអ្នកភូមិបានឃើញនិងតក់ស្លុតជាខ្លាំងភ័យខ្លាចចំពោះព្រឹត្តិការណ៍ដ៏ចម្លែកពួកគេមិនដែលបានឮឬមិនដែលបានឃើញពេលនោះដែលនាងណាំវ៉ាបានសម្រេចយកពងទាំងពីរទៅលាក់ខ្លួននៅក្នុងព្រៃជ្រៅដើម្បីការពារពូរបស់នាង
ច្រានឆ្នាំកន្លងទៅកូនសុទ្ធទាំងពីរបានញាស់ចេញជាកូនពស់មួយមានពណ៌ខ្មៅនិងមួយទៀតមានពណ៌សថ្ងៃមួយប្រជាជនដែលត្រូវដើរចូលទៅក្នុងព្រៃទៅបេះផ្សិតក៏បានប្រទះឃើញកូនពស់ទាំងពីរពួកគេមានការភ័យខ្លាចជាខ្លាំងប៉ុន្តែពួកគេបានស្អប់ពស់ពណ៌ខ្មៅចំណែកពស់ពណ៌សប្រជាជនទាំងនោះបានចូលចិត្តនិងស្រឡាញ់នាងណាំវ៉ាបានសម្រេចចិត្តចិញ្ចឹមពស់ពណ៌សចំណែកពស់ពណ៌ខ្មៅនាងបានមកខំចិត្តទុកចោលនៅក្នុងព្រៃអស់រយៈពេលជាច្រើនឆ្នាំកន្លងទៅកូនពស់ពណ៌សបានធំឡើងក្លាយជានាងក្មេងតូចស្អាតគួរឲ្យស្រឡាញ់និងឆ្លាតនាងតូចស្អាតដូចម្ដាយនាងអញ្ចឹងអ្នកភូមិស្រឡាញ់នាងតូចនឹងណាស់ហើយបានដាក់ឈ្មោះថាបូរីក្នុងពេលតែមួយនោះចំណែកកូនពស់ពណ៌ខ្មៅធំឡើងក្លាយជាក្មេងស្រីស្បែកខ្មៅហើយមានទឹកពុកដ៏អធិកបាំងគាត់ត្រូវបានប្រជាជនដេញវាយធ្វើបាបនាងតូចដែលគួរឲ្យអាណិតព្យាយាមរត់គេចចេញពីអ្នកភូមិដែលតាមធ្វើបាបនាងហើយនាងមានឈ្មោះថាបូរីជីវិតក្មេងទាំងពីរគឺខុសគ្នាដាច់ស្រឡះចំណែកនាងតូចពស់ពណ៌សត្រូវឪពុកស្រឡាញ់ថ្នាក់ថ្នមខណៈដែលនាងតូចពណ៌ខ្មៅខណៈដែលនាងតូចពស់ពណ៌ខ្មៅត្រូវបានប្រជាជនធ្វើបាបនិងលេងសើច